មេយោធាភូមិភាគ2ថៃទៅកាន់តំបន់ព្រំដែនក្រោមស្រមោលយុទ្ធសាស្ត្រឈ្លានពានកម្ពុជានៅថ្ងៃទី17ខែវិច្ឆិកានេះមេយោធាភូមិភាគ2លោកវីរយុទ្ធរៈសិលបានធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់ទៅកាន់ព្រំដែនឆងហែវភូមិថៃនិយមភូមិបាក់ដៃស្រុកភ្នំដងរែកខេត្តសុរិទ្ធក្រោមស្រមោលយុទ្ធសាស្ត្រឈ្លានពានកម្ពុជាគណៈភាគីថៃតែងចិញ្ចឹមចិត្តលេបត្របាក់ទឹកដីកម្ពុជាតាមបណ្ដោយព្រំដែនតាមរយៈការបង្កើតនិងប្រឌិតរឿងផ្សេងមកចោតប្រកាន់និងទម្លាក់កំហុសលើកម្ពុជាហើយបើការឈ្លានពានតែម្ដងជាក់ស្ដែងសេណារីយ៉ូជាន់មីនរបស់យោធាថៃគឺជាប្រធានបទដដែលដែលថៃយកធ្វើជាលេសបង្កចំនួនរករឿងកម្ពុជាតាមការចុះផ្សាយដោយកាសែតខៅសតនាថ្ងៃទី17ខែវិច្ឆិកានេះមេយោធាភូមិភាគ2ថៃបានទៅទស្សនកិច្ចតំបន់ព្រំដែនគឺដើម្បីត្រួតពិនិត្យនិងទទួលរបាយការណ៍សង្ខេបអំពីប្រតិបត្តិការបោសសម្អាតមីនដែលធ្វើឡើងដោយមជ្ឈមណ្ឌលជាតិសកម្មភាពមីននិងអង្គភាពសកម្មភាពមីនមនុស្សធម៌ទី4នៃបញ្ជាការភូមិភាគភូមិន្ទថៃកាសែតនេះក៏បានចុះផ្សាយផងដែរថាមេយោធាភូមិភាគ2ត្រូវបានគេជូនដំណឹងអំពីវឌ្ឍនភាពក្នុងប្រតិបត្តិការបេសកកម្មក៏ដូចជាបញ្ហាប្រឈមនិងឧបសគ្គនានាទាក់ទងនឹងស្ថានភាពដីនិងហានិភ័យប្រតិបត្តិការជាមួយគ្នានេះលោកវីរយុទ្ធបានសង្កត់ធ្ងន់ថាគ្រប់អង្គភាពត្រូវបន្តការប្រុងប្រយ័ត្នក្រោមវិធានការសុវត្ថិភាពជាអតិបរមានិងបង្កើតការយល់ដឹងជាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីការពារគ្រោះថ្នាក់ពីគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះឬមីនដែលនៅសេសសល់នៅតាមបណ្ដោយព្រំដែនយ៉ាងណាក៏ដោយប្រសិនបើយើងវិភាគតាមវិជាសាស្ត្រនយោបាយនិងយោធាការធ្វើដំណើរទស្សនកិច្ចរបស់លោកវីរយុទ្ធរៈសិលទៅកាន់តំបន់ព្រំដែននេះមិនមែនជារឿងធម្មតានិងសាមញ្ញឡើយមិនសាមញ្ញគឺនៅត្រង់ថាថៃអាចមានល្បិចឧបាយកលនៃផែនការឈ្លានពានមកលើកម្ពុជាសាជាថ្មីហើយអ្វីបានជាដំណើរទស្សនកិច្ចនេះវាជាល្បិចពីក្រោយការឈ្លានពានកម្ពុជាសាជាថ្មីគេស្គាល់រួចមកហើយថាលោកវីរយុទ្ធរៈសិលគឺជាអតីតមេបញ្ជាការនៃភូមិភាគទី2ថៃហើយលោកក៏ជាអ្នកជំនាញដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផ្ទាល់ផងដែរលើសពីនេះលោកក៏ធ្លាប់ត្រូវចាត់តាំងជាប្រធានវិជាការដ្ឋានជួរមុខនៃយោធាភូមិភាគ2ដែលបង្កើតឡើងដើម្បីដោះស្រាយស្ថានភាពក្តៅនៅតំបន់មុំបីឆងបកលើសពីនេះលោកវីរយុទ្ធគឺជាអ្នកឡើងកាន់តំណែងតពីលោកប៊ុនស៊ីនផាតខ្លាំងដែលជាអតីតមេទ័ពមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាដូច្នេះគំនិតរបស់លោកវីរយុទ្ធដំណើរជាមិនខុសឆ្ងាយពីលោកប៊ុនស៊ីនផាតខ្លាំងប៉ុន្មានទេទើបលោកអាចក្រសោបតំណែងដ៏មានសារៈសំខាន់របស់កងទ័ពថៃមួយនេះជាងនេះទៅទៀតវត្តមានរបស់លោកវីរយុទ្ធរៈសិលក្នុងដំណើរការចុះត្រួតពិនិត្យតាមតំបន់ព្រំដែនជាប់នឹងកម្ពុជាអាចជាលេសដើម្បីឆ្លប់យកការកំណត់តំបន់ប្រតិបត្តិការសឹកនិងរៀបចំប្រយុទ្ធយោធាដើម្បីងាយស្រួលដល់ការចល័តកងទ័ពឬការបង្កើតទីតាំងយុទ្ធសាស្ត្រថ្មីនៅតាមតំបន់ជម្លោះព្រំដែនប្រសិនបើសង្គ្រាមឈ្លានពានផ្ទុះឡើងសារជាថ្មីគួរបញ្ជាក់ថាដំណើរទស្សនកិច្ចនេះក៏ទំនងជាផែនការយុទ្ធសាស្ត្របង្កប់នៅគំនិតឈ្លានពានរបស់មេដឹកនាំកម្ពុជាថៃគណៈយោធាតែងតែចោទប្រកាន់និងលាបពណ៌កម្ពុជាតាមរយៈមធ្យោបាយផ្សេងដើម្បីលេសបើកការឈ្លានពានកម្ពុជាម្ដងទៀត